ថ្ងៃនេះហោះថយក្រោយថតបង្ហាញវត្តសុទ្ធនិងកោះប្រជុំទេពព្រោះវីដេអូមុនមានពុកម៉ែបងប្អូនទៅសើច្រើនថាវត្តសុទ្ធឥឡូវស្អាតដូចជាវាំងអញ្ចឹងចង់ដឹងថាតើមូលហេតុអីបានពួកគាត់ទៅសើថាវត្តស្អាតខ្ញុំនឹងផ្តិតទស្សនវិជ្ជាមួយតាំងពីខ្លងទ្វារចូលវត្តដំបងរហូតទៅដល់ចុងកោះតែម្ដងតើការដាំដើមឈើការអភិវឌ្ឍផ្សេងរៀបឥដ្ឋរៀបផ្លូវដាំផ្កាដាំសួននេះនឹងដំណើរការដល់យ៉ាងណាហើយទស្សនវិជ្ជាស្អាតយ៉ាងណាខ្ញុំនឹងផ្តិតយកមួយចែកជូនពុកម៉ែបងប្អូននិយាយតាបានទស្សនាហើយវីដេអូមួយនេះជូនជាពិសេសសម្រាប់ពុកម៉ែបងប្អូនយើងដែលគាត់និយមតាមដានពីការអភិវឌ្ឍសាងសង់នៅក្នុងវត្តសុទ្ធក៏ដូចជាកោះប្រជុំទេពឥឡូវខ្ញុំកំពុងតែស្ថិតនៅវត្តសុទ្ធហើយកន្លែងដែលខ្ញុំកំពុងតែអង្គុយនេះគឺជាទីតាំងបល្ល័ង្កចុងកោះហើយថ្ងៃនេះខ្ញុំមានវីដេអូពិសេសមួយបង្ហាញពុកម៉ែបងប្អូនអំពីការអភិវឌ្ឍសាងសង់និងទស្សនវិជ្ជាថ្មីដោយបង្ហាញនៅក្នុងការបង្ហោះដ្រូនចែកជូនពុកម៉ែបងប្អូនយាយតាទាំងអស់គ្នាបានទស្សនាខ្ញុំបានផ្តិតយកនៅទស្សនវិជ្ជាទាំងលើទាំងក្រោមមួយវីដេអូនេះគឺពេញតែម្ដងចាប់តាំងពីខ្លងទ្វារខាងមុខផ្លូវចូលវត្តពេញនៅក្នុងវត្តសុទ្ធហើយមកបង្ហាញនៅក្នុងកោះទៀតហើយជឿជាក់ថាពុកម៉ែបងប្អូនយាយតាប្រកាសជាស្រឡាញ់ពេញចិត្តនៅវីដេអូមួយនេះហើយកុំភ្លេចជួយ share ម្នាក់មួយឥឡូវចង់ដឹងថាវីដេអូនោះទស្សនវិជ្ជាពេញយ៉ាងណាទៅតាមដានទស្សនាមួយខ្ញុំបងប្អូនគ្នាតោះផ្ដើមក្បាលវីដេអូដំបូងគឺខ្ញុំហោះចេញពីផ្ទះបាយនិងបន្ទប់ទឹកនេះវិញព្រោះថារាល់ដងគឺខ្ញុំថតចេញពីមុខវត្តឬមួយក៏ចេញពីចុងកោះប៉ុន្តែសារនេះគឺយើងចេញពីនេះម្ដងហើយមើលទស្សនវិជ្ជាសាលាឆាន់ឡើងវែងទៅហ្មងទៅខាងក្រោមនោះគឺមានការសាងសង់ទីស្រង់ព្រះហើយលបងទីនេះគឺមកជួរតែម្ដងអញ្ចឹងវីដេអូមួយនេះរៀងប្លែកបន្តិចដែលខ្ញុំចាប់ពីដំបូងទៅគឺចេញពីទីតាំងកន្លែងនេះហើយចំខ្លងទ្វារទី4គឺជាផ្លូវបែកជា4តែម្ដងបាទចំជាមួយនេះហើយការសម្រុកដាំផ្កាហ្នឹងគឺមានការដឹកចូលច្រើនមែនតើថ្ងៃហ្នឹងគឺហោហែមានដាំហើយនិងមានមិនទាន់ដាំហើយចំពោះផ្កាវិញគឺមានច្រើនមុខច្រើនបែបដែរមានទាំងផ្កាសម្រាប់លម្អឲ្យស្អាតហើយនឹងមានដើមឈើហូបផ្លែអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងអ្វីដែលគាត់ថាស្អាតដូចវាំងនេះគឺគាត់ឃើញលបងហើយនឹងផ្កានេះដាំជួរជាប់គ្នាមានសួនមានអីហ្នឹងគាត់ថាអូយមើលទៅលោកក្មួយហើយស្អាតដូចវាំងអញ្ចឹងហើយខ្ញុំទទួលបានពាក្យអរគុណហើយនឹងគាត់សប្បាយពេញចិត្តមែនតែម្ដងក្នុងការទស្សនាវីដេអូរបស់ក្រុមការងារទីប្រឹក្សាប្អិនបានគាត់បានផលិតទៅចឹងទៅហើយគាត់ថាអូសប្បាយចិត្តហើយអរគុណគ្រប់វីដេអូដែលខ្ញុំបានផលិតទៅខ្ញុំក៏អរគុណដូចគ្នាសម្រាប់ពុកម៉ែបងប្អូនដែលគាត់ស្រឡាញ់ពេញចិត្តពីព្រោះធម្មតាអ្នកផលិតមាតិកាផលិតវីដេអូគឺតម្រូវទៅតាមចិត្តទស្សនិកជនឬអ្នកមើលនៅពេលដែលពួកគាត់ពេញចិត្តពួកខ្ញុំក៏សប្បាយចិត្តដូចគ្នាព្រោះថាយើងបានចែកអំលែកនៅរឿងល្អបាទទង្វើល្អហើយមានពុកម៉ែបងប្អូនច្រើនមែនតើដែលគាត់ចង់ដឹងអំពីការសាងសង់របស់វត្តសុទ្ធកោះប្រជុំទេពគាត់ចង់ដឹងថាតើដំណើរការដល់ណាហើយមានការសាងសង់អីខ្លះបាទគាត់តែងតែនិយមតាមដានហើយគាត់ថាអូយតាមដានដូចរឿងភាគអញ្ចឹងហើយមានលោកយាយលោកតាលោកអ៊ំឬបងប្រុសបងស្រីណាដែលគាត់តាមដានដូចរឿងភាគខ្លះអាចខមមិននៅខាងក្រោមបានចង់ដឹងថាតើមានច្រើនឬតិចហើយខ្ញុំនឹងព្យាយាមសម្រិតសម្រាំងថតវីដេអូឬក៏អត្ថាធិប្បាយឲ្យកាន់តែល្អទៀតសម្រាប់ឲ្យពុកម៉ែបងប្អូនយើងគាត់មើលទៅគឺជក់ចិត្តដិតអារម្មណ៍តែម្ដងអញ្ចឹងនេះគឺជាខ្លងទ្វារទី2ហើយជាប់ហ្នឹងគឺបងប្អូនដឹងហើយអំពីដំណើរការកសាងនៅប្រាសាទព្រះភូមិប្រាសាទព្រះភូមិនេះគឺជាសំណង់ចុងក្រោយគេហើយសម្រាប់ការក្រុងពលីមិនទាន់មានសំណង់ផ្សេងណាក្រុងពលីទៀតទេបាទបន្ទាប់ពីប្រាសាទព្រះភូមិនេះហើយនៅក្នុងការសាងសង់វិញគឺកំពុងតែផ្ដោតលើការចាក់គ្រឹះម្ដុំនេះគឺជាប់ជាមួយខ្លងទ្វារទី1និងទី2ហើយកន្លែងនេះមានដើមឈើសមរម្យល្មមហើយផ្លូវលបងវិញគឺកោងទៅកោងមកបែបបត់ទៅតាមម៉ូដក្បូរក្បាច់យ៉ាងស្រស់ស្អាតតែម្ដងហើយទីតាំងកន្លែងនេះខ្ញុំកម្របានហោះចេញហ្នឹងហោះចេញបង្ហាញបន្តិចអញ្ចឹងកន្លែងហ្នឹងនឹងមានការកសាងរូបចម្លាក់ហើយបានក្រុងពលីអីរួចរាល់ហើយប៉ុន្តែមិនទាន់បានធ្វើការសាងសង់ទេឥឡូវកំពុងតែធ្វើការរៀបសួនដាំផ្កាដាំអីផ្សេងអញ្ចឹងទៅនៅបរិវេណខាងមុខហើយចំពោះខាងមុខនេះគឺមានការរៀបជាឥដ្ឋសម្រាប់មនុស្សថ្មើរជើងឆ្លងកាត់ចំពោះផ្លូវទាំងអស់ហ្នឹងគឺត្រូវបានគូសគំនូសបាទហើយមានមិនដឹងថាលោកយាយឬលោកអ៊ំទេបាទគាត់ស្នើសុំថាឲ្យវត្តហ្នឹង
រៀបចំដាក់ស្លាកសញ្ញាកុំឲ្យបើកលឿនខ្លាចគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងណាបាទសូមជំរាបបងប្អូនទាំងអស់គ្នាថានេះគឺជាទីអារាមបាទទីវត្តមិនមែនផ្លូវលបឿនលឿនទេមិនមែនជាផ្លូវ highway ទេអញ្ចឹងហើយបងប្អូនដែលចូលវត្តគួរតែដឹងហើយមិនបាច់ចាំមានគេដាក់ស្លាកទេគឺផ្លូវចូលវត្តមានអ្នកណាតិចបើកលឿនដោយតាមថ្នល់ជាតិទេបាទគឺមួយហើយគំនុះសឆ្លងកាត់ផ្លូវអីហ្នឹងគឺសិតតែសញ្ញាដែលហាមមិនឲ្យបើកលឿនទេបងប្អូនទាំងគ្នាហើយធម្មតាក្នុងវត្តបើតាំងពីបុរាណកាលយើងមកនៅក្នុងវត្តដោះមួកដោះឆាត់ហើយបដើម៉ូតូបដើកង់បាទឲ្យចូលវត្តណាអញ្ចឹងទីតាំងវត្តនេះមិនមែនជាកន្លែងសម្រាប់យើងបើកឡានម៉ូតូអីលឿនទេបាទបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំបង្ហាញពីកន្លែងការរៀបអិតវិញគឺរួចរាល់បានប៉ុណ្ណេះហើយជាមួយនឹងម៉ូតក្បាច់ក្បូរស្អាតហ្នឹងគឺដីគេថាផ្លូវនិយាយអត់ចង់ឡើងចង់ជាប់មាត់ផ្លូវសម្រាប់ថ្មើរជើងបាទផ្លូវស្មើជើងហើយកន្លែងនេះគឺជាសួនមួយដ៏ស្អាតខ្លងទ្វារទី2បើរួចរាល់ហើយអស់លីងគឺមិនតម្រូវមិនអនុញ្ញាតឲ្យពុទ្ធបរិស័ទឬក៏មនុស្សសាមញ្ញយើងឆ្លងកាត់ទេគឺជាផ្លូវមួយសម្រាប់តែថ្នាក់ដឹកនាំធំដូចជាព្រះមហាក្សត្រប្រមុខរដ្ឋប្រធានរដ្ឋសភាអីជាដើមណាអាចឆ្លងកាត់តាមខ្លងទ្វារនេះបានអញ្ចឹងលក្ខណៈពិសេសរបស់វត្តសុទ្ធខ្លងទ្វារមួយហ្នឹងគឺមានឈ្មោះមានអត្ថន័យផ្សេងគ្នាហើយឈ្មោះនេះខ្ញុំចាំអត់អស់ទេបងប្អូនទាំងអស់គ្នាបាទដល់ព្រះអង្គមានសង្ឃនិកាលោកច្បាស់នេះគឺជាខ្លងទ្វារទី3ដែលកំពុងតែបុកគ្រឹះសាងសង់គឺក្រោយគេទេអញ្ចឹងមិញហ្នឹងខ្លងផ្លូវខាងក្នុងឥឡូវផ្លូវខាងក្រៅឃើញថាបានដាក់ស្លាកដាក់គេហៅថាបាញ់ផ្លូវបាញ់ពណ៌បាញ់អីចំណាំអស់ហើយបាទជាពិសេសនោះគឺអាផ្លូវគំនូសសឆ្លងកាត់ផ្លូវហ្នឹងគឺជាកន្លែងដែលពុកម៉ែបងប្អូនត្រូវបន្ថយល្បឿនព្រោះថាមានមនុស្សឆ្លងកាត់ហើយកន្លែងគំនូសសឆ្លងកាត់ផ្លូវហ្នឹងគឺមានច្រើនកន្លែងមែនតើតែម្ដងទាំងក្នុងវត្តទាំងក្នុងកោះអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់ចង់ឆ្លងតាមហ្នឹងបាទមានគំនូសហ្នឹងហើយបងប្អូនដែលគាត់ធ្វើដំណើរដោយយានជំនិះមានម៉ូតូស៊ីក្លូឡានអីជាដើមហ្នឹងគឺថាអាចបើកយឺតទៅព្រោះថាក្នុងវត្តទេបាទហើយចំពោះស្លាកសញ្ញាវិញក៏ដាក់បានច្រើនហើយជំនុនតិចខ្ញុំបង្ហាញពីស្លាកសញ្ញាឥឡូវយើងចូលតាមខ្លងទ្វារទី4បន្តិចចូលទៅទស្សនាពិនិត្យមើលនៅក្នុងកោះបាទតែមុននឹងបង្ហាញនៅក្នុងកោះខ្ញុំបង្ហាញពីផ្លូវចេញមិញហ្នឹងវិញបន្តិចហើយនឹងយើងធ្វើការហោះចូលតែម្ដងអញ្ចឹងយើងចាប់ផ្ដើមបថុយហោះចូលតាមខ្លងទ្វារទី4នេះមានការបុកអញ្ចាំងឬក៏អីក៏យើងមិនទាន់ដឹងច្បាស់ដែរបាទដាក់មួយទៅដល់ដ្រូនចាប់ផ្ដើមអង្គើហើយញ័រដៃហើយនេះបាទអូរួចខ្លួនណាអត់អីទេបាទទឹកដៃល្អដែរបងប្អូនគ្នានេះឥឡូវយើងចាប់ផ្ដើមឆ្លងកាត់ទៅតាមផ្លូវត្រង់តាមខ្លងទ្វារទី4នេះគឺបុកចំជាមួយនឹងសាលាលួងតែម្ដងពុកម៉ែបងប្អូនណាហើយនៅខាងឆ្វេងដៃនេះគឺជាអាគាររបស់ព្រះអង្គខ្មៅចិនរាំងសីហើយចំមុខហ្នឹងគឺសាលាលួងខាងឆ្វេងមានរូបមន្តនោះគឺជាអាស្រមរបស់ល្អៅសួងអញ្ចឹងកន្លែងនេះឃើញមានដាក់ស្លាកគេថាផ្ទាំងប៉ាណូមួយបង្ហាញអំពីការសាងសង់រួចហើយអាគារនឹងស្អាតយ៉ាងណាបាទទីតាំងគឺកន្លែងហ្នឹងអញ្ចឹងយើងមានដាក់ផ្លាកថាសាលាឆាន់ប៉ុន្តែកន្លែងហ្នឹងគឺតាមដំណឹងមកគឺយើងអាចហៅថាសាលាលួងក៏បានសាលាឆាន់ក៏បានដែរព្រោះទីធ្លានេះធំណាស់សម្រាប់ការព្រះអង្គបានធ្វើធំនេះគឺងាយស្រួលនៅក្នុងការប្រារព្ធពិធីល្មមពុទ្ធបរិស័ទទាំងអស់គឺធ្វើនៅកន្លែងហ្នឹងតែម្ដងទៅដោយសារអីការជួលរោងម្ដងគឺចំណាយអស់រាប់ម៉ឺនដុល្លារពុកម៉ែបងប្អូនអញ្ចឹងហើយគឺយើងធ្វើរោងចំណាយអស់រាប់ម៉ឺនគឺគ្រាន់តែជួលមកតែប្រហែលថ្ងៃទេដូច្នេះហើយព្រះអង្គចង់ចំណាយបច្ច័យទាំងអស់គឺទៅធ្វើនៅសាលាលួងនឹងវិញធ្វើហើយគឺយើងបានប្រើរាប់រយឆ្នាំតែម្ដងព្រោះថាมันនិយាយទៅណាទេសំណង់នេះមើលទៅជាមួយនឹងការធ្វើនេះគឺលំអិតលំអន់គឺថាចិត្តចង់មែនតែម្ដងអញ្ចឹងអាគារនេះមួយគឺมันងាយនឹងទៅណាទេអញ្ចឹងផ្លូវខាងមុខនោះគឺជាព្រះវិហារហើយខ្ញុំបង្ហាញខាងមុខនេះគឺជាទីតាំងនៅសាឡុំកន្លែងសាឡុំនេះក្រោមដើមលៀបមួយដ៏ធំកុំច្រឡំថាដើមពោធិ៍ក្រោមដើមលៀបដ៏ធំនេះគឺមានរូបសំណាករបស់ព្រះសីវលីដែលជាព្រះអរហន្តតំណាងឲ្យភាពសម្បូរសប្បាយបាទព្រោះថាព្រះសីវលីគឺជាអេតតកៈមួយអង្គរបស់ព្រះពុទ្ធដែលសម្បូរទៅដោយលៀបសក្ការៈអញ្ចឹងព្រះសីវលីគឺមានលៀបសក្ការៈច្រើនមែនតើមិនថាព្រះអង្គនិមន្តទៅទីណាទីណីទេគឺថាមានពុទ្ធបរិស័ទប្រគេន
Tây tiên Tây vật thọ ấy xem nhưng miền chẳng hạn ban Tây tu đa nị môn đa nơi không prấy có miền Tây và đa và ăn một prom ấy nị mất chia chẳng hạn làm bây giờ mà bậc kèn lột đài chắc này cứ chỉ bạn về nơi khang mốc nơi xà la luồng bàn tay dương ở châu không thế và dương còn là bà hàng bị khang cài bàn năng tại cho lấy dương bằng vờ muối bà mình ở bụng mai bông ôn dương vờ một tế và tọa piền vờ muối hái dương thua ca hot thoi cào song prén miền từ son nơi cào giờ ót của dương mình toàn đang cho bà đài bà cứ chất tích tay vào nó bà chẳng hái khi họ thoi cào ní trong bàn plong lõ hay thua ca ở bằng hai nơi tập việc hàng lớn tích trong đăng thả tá hàng lớn ní pro hai rồi nơi bà trẻ đánh cứ pro bàn bình tịch hái cứ chỉ cá thưa tay xạ là bòn và này pro xạ là bòn class sẵn chẳng cứ một ní bà po ní bây giờ chẳng ấy miền cả hò miền khiếu mà toàn đang cho bà đây thế bàn tay ní còn thì chỉ cá xạ là bòn mưa sân tà tá xa để ọt chẳng chấm pu lấy mình toàn man pro thế đại xa tay cầm puông tay chắp nơi một cái bạch class bà đôi chỉ cái bạch nị này chỉ đá tới chắp hay cái lại này trong bà hai nhà hàng cắm có tới lướt vô mà chắp nơi hàng lơ đài chẳng là nông to tập ra làn stui từ ai vô mà ruột trong đang thà hai rồi nơi nó cứ thà nổ cả nó chiêng còn cầm pông tay bật tông đầm bấy bắt cho bà bánh cho chỉ môi nâng ti tăng tập bầu này bà cứ toàn hai gì chẳng có chắp anh đang rồi rồi hái có chắp đang pro tại mặt đòn bằng phone gì ta chẳng vậy tờ tại bàn đọc này ti chiêng thế cứ thạc trong bàn sọ có hái bàn tay mình toàn hiên phắc tắc tế pro tha mình toàn chọn video ở lực trong bà hai bàn tay tiết vờ mui chứ bằng hàng pi bà trung hàng này khuyên tha ôi sạch sạch mền tên một mai bằng phone này bà sân bà một mai bằng phone test sana đòi ca tam ở computer rương mui có chụp chỉ mui nâng tu được tu á thì nia thà plong này trong thọ trên từ ní một mai bằng phone dây ta dương có sờ lạnh pin chất tay mặt đòn bà cứ tha smooth mền tên mui tập tập hiện nó cứ tha sạch mền tên tay mặt đòn hay cho bà trường tu sạp bà và dương pra computer rồi có tu được tu nó cứ miền tây thông hay color sạch á hay bộ room chỉ môi nâng nè thọt lúc ơi rồi nè thọt này nè mò và cài thọt lần đi ba thọt free rồi thằng ngày chắc là lấy dân mà đo te bái hơi nâng tục tất chập đang bật tiếp luôn mui ai sai lớn đầm bấy ho tứ cả lại cỏ mà đòn pro tha nơi khung vót dương bàn thọt bằng hàng ấy ở hai mưa ở hái chẳng chập đam trôi tam spin thmo thay ní bà kích sai phơn khla ấy khla hỏi thua ca đầm rong tại khung chóp chỉ môi nâng spin thmo môi ní cứ miền Assam bọn chân ní nơi ai khang đam đầy tay mà đòn hỏi dương cái lấy từ mưa pressure nơi khang khung nó cứ tha là vâng tới mà đòn nè bà sạn mình tên hay bộ room chỉ môi nâng plei thanol dạng sạn muốn nâng tới bằng hai plei thanol khiêm chọn bà hai nhầm pi ti tăng cái lại nên tích cứ chỉ rong đầm co nơi bạc bột room rong đầm co nơi bạc bột room ní sập ngày nơi tai bàn to thưa hỏi mình toàn pro tế cái bương ấy cứ bàn giọt mọc ở hải tí tăng ní pi mà ngày cứ canh tại xã tới hơi nơi pe đại thưa ca pro tập ball hơi riệp thmo mát riệp ấy hơi riệp po riệp ấy giang sọt xã đây nó cứ tham mơ tới pin phần này tại mà đòn hay bạc bột bạc để mà ấy cứ bàn công nơi khung rong đầm co bạc bột room tàng pi ní ruột hơi chẳng bị sai mình tên rong ní cứ thưa om song khang plei thanol plei chít ní bà cứ thưa om song khang mơ tới cứ tha chạy phần này mình tên là bây giờ dương chôn chênh bị khong thưa thì pram slong cắt spin thmo nắng cái này nó cứ xa tay mà đòn chẳng chiên con cầm pông tay một miếng nhật nệp tây khang lơ bà tây khang lơ ní nhầm vào mùi tới chiên con cầm pông tay thưa hay còn chập đam chừng o thấy ôi nút trâu nó bong phố nút trâu này nhâm tại và nó này mưa còn ở nhâm mấy cá đây xa tại còn bật mà bà bật ai bật ấy chết ở nè chênh pi cái lại đầm co nơi bậc bột rùa cái lại phần năng tịch chứ hơi thọt bằng hai nhộng pi co cột lột bình tịch mới bị khang cay tới và mưa bị lơ tới cái thà sạt men ten đây mà đón hơi ta lẹ luôn muôi tịch chất nơi bậc bột rùa cái lại nấu án hơi trong thưa ca bằng bốn á bằng vờ muôi chè u tì mùi này cái thà dây bình chất na trời ơi
បាទស្អាតណាស់លើកោះកកធ្លកនេះគឺថាពិសេសមែនតែនមានព្រះពុទ្ធរូបមានសាវករបស់ព្រះអង្គហើយនឹងសត្វតកួតព្រមទាំងមានដើមធ្លកម្ដើមមានរុក្ខជាតិពណ៌ខៀវខ្ចីហើយមានស្ពានមួយខ្សែដើម្បីឆ្លងមកថ្វាយបង្គំនៅព្រះពុទ្ធកន្លែងនេះអញ្ចឹងទីតាំងកន្លែងនេះក៏ទទួលបាននូវជាប្រយោជន៍ភាពដែរគឺពុទ្ធបរិស័ទដែលគាត់អញ្ជើញមកតែងតែឆ្លងមកកោះកកធ្លកនេះឯងឥឡូវមិនភ្លេចទេបើមកដល់នឹងទៅហើយឈៀងចូលទៅកន្លែងរហាត់ទឹកបន្តិចថតបង្ហាញអំពីសកម្មភាពបាទកន្លែងល្អល្អបងប្អូនគ្នានេះស្អាតមែនតែនតែម្ដងរហាត់ទឹកហ្នឹងគឺធ្វើដំណើរវិលរាល់ថ្ងៃបាទអញ្ចឹងគឺរហាត់ទឹកហ្នឹងបានយកទឹកទៅដាក់នៅខាងលើនោះហើយប្រហូរមកធ្លាក់ចំជាមួយនឹងរហាត់ទឹកហ្នឹងបាទធ្វើឲ្យមានកម្លាំងទឹកវិលហើយវិលហើយហូរទៅតាមសัตว์មកកធ្លាយចូលកោះកកធ្លកមិញហ្នឹងវិញហើយក៏មានទយោមួយនៅពេលដែលពេញគឺហូរពីកោះកកធ្លកចេញមកអូចំណងកនេះគឺទិដ្ឋភាពបាទនៅចំហៀងនេះស្អាតអញ្ចឹងឯងឥឡូវនេះធ្វើការបញ្ចប់នៅក្នុងការអត្ថាធិប្បាយនៅកន្លែងរហាត់ទឹកហើយហោះចេញតាមកោះកកធ្លកវិញបាទទៅហើយបាទអូ smooth តែម្ដងណាពុកម៉ែបងប្អូននិយាយតាទាំងអស់គ្នាផ្លូវនេះបាទអូណាឥឡូវអ្វីដែលខ្ញុំចង់បង្ហាញចុងក្រោយនោះគឺទីតាំងព្រះពុទ្ធរូបនៅចុងកោះបងប្អូនដឹងហើយថានៅចុងកោះនោះគឺមានការលាបពណ៌ប៉ុន្តែពីមុនលាបមិនតាន់ហើយទេហើយចង់ដឹងថាតើឥឡូវលាបហើយឬនៅហើយដាក់ពណ៌អីខ្លះប្រកាន់ដៃព័ទ្ធជុំវិញមានម៉ូដមិនអីមិនទៅតាមណានទស្សនាមួយខ្ញុំមួយទៅមិនបាច់ចាំគិតមិនបាច់ចាំអីទេគឺថាមើលតែម្ដងទៅនៅកណ្ដាលកោះនេះមានផ្លូវបែកជា4មួយហើយមានដាក់ហ្វេងតាន់ម៉ូតូដែលជាគំនូសសឆ្លងកាត់ផ្លូវហើយនោះបាទគាត់ទៅលាបហើយទេនេះបាទលាបបន្ថែមទៀតថ្ងៃហ្នឹងក៏នៅបន្តលាបនៅបន្តបាញ់ថ្នាំបាញ់អីបន្តទៀតហើយយើងឃើញថាមួយអញ្ចេះមកស្អាតណាបងប្អូនអ្នកគ្នាបើឃើញពុទ្ធរូបពណ៌ទឹកមាសនៅឯចុងកោះនោះយ៉ាងស្រស់បំព្រមតែម្ដងឥឡូវនេះខ្ញុំបង្ហាញទៅខាងលើវិញបាទហោះទៅខាងលើវិញនេះអូយស្អាតណាស់អញ្ចឹងសប្ងៃនេះកន្លែងនេះគឺជាកន្លែងដែលកំពុងតែពេញនិយមមែនតែនតែម្ដងឲ្យតែមានពុកម៉ែបងប្អូនយាយតាយើងចុះមកក៏តែងតែសួរហើយលោកក្មួយអើយកន្លែងគេដាក់ពុទ្ធរូបធំនៅកន្លែងណាបាទអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់ចង់ចូលមកគឺនៅចុងកោះហ្នឹងឯងនេះបាទទិដ្ឋភាពចុងកោះឥឡូវលាបលបងប្រកាន់ដៃបងប្អូននេះប្រកាន់ដៃព័ទ្ធជុំវិញគឺថាអូស្អាតមែនតែនតែម្ដងណាអញ្ចឹងនៅសល់ពណ៌បលាំងហើយនឹងលាបនឹងក្រាលនៅថ្មម៉ាតហើយថ្មម៉ាតនោះទៀតសោតចាំមើលថាតើព្រះអង្គនឹងត្រៀមថ្មម៉ាតបែបណាថ្មត្រជាក់ឬក៏ថ្មអីទេដោយសារកន្លែងហ្នឹងពុទ្ធបរិស័ទត្រូវដោះស្បែកជើងឡើងទៅថ្វាយបង្គំព្រះពុទ្ធរូបឥឡូវនេះមិនភ្លេចទេចង់បញ្ចប់នៃវីដេអូគឺខ្ញុំត្រូវតែហោះថយក្រោយបង្ហាញអំពីទិដ្ឋភាពខាងលើយ៉ាងស្រស់ស្អាតចង់ដឹងថាតើថ្ងៃហ្នឹងទិដ្ឋភាពខាងលើយ៉ាងម៉េចបាទអាចទស្សនាជាមួយខ្ញុំអ្នកគ្នានោះផ្លូវបែកជា4នៅកណ្ដាលកោះបាទកស៊ូគ្រប់ទីកន្លែងពុកម៉ែបងប្អូនយាយតាហើយស្អាតណាស់ហើយកន្លែងនេះគឺមិនទាន់អភិវឌ្ឍអស់ទេចាំមើលទាំងអស់គ្នាថាតើពេលរួចរាល់នោះគឺស្អាតយ៉ាងណាអញ្ចឹងនៅពេលដែលថតនៅពេលដែលវត្តកសាងហើយហ្នឹងគឺថាខ្ញុំនឹងថតបាទបញ្ចប់ចុងក្រោយតែម្ដងបាទគឺបិទការថតពីព្រោះថាពេលដែលអភិវឌ្ឍហើយអស់លែងអភិវឌ្ឍអីទៀតហើយតាមមើលទៅព្រោះថាសំណង់ពេញអស់ទៅហើយនេះគឺជាទិដ្ឋភាពផ្ទៃខាងលើនៃក្នុងវត្តបាទគឺមួយអញ្ចឹងឯងបាទផ្ទៃខាងលើបងប្អូនយើងគាត់ដើរមកគាត់មើលឃើញតែផ្ទៃខាងក្រោមទេអញ្ចឹងគាត់តែងតែសនំពោចង់ឲ្យឃើញផ្ទៃខាងលើអញ្ចឹងណាប៉ុន្តែអ្វីដែលខ្ញុំភ្លេចនោះគឺថាខ្ញុំភ្លេចថតនៅមុខស្ពាននេះអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងធ្វើការចេញអំពីស្ពានថ្មបាទផ្លូវស្ពានថ្មនេះតាមខ្លងទ្វារទី5បត់ស្ដាំទៅបង្ហាញនៅកន្លែងមុខស្ពាននេះបន្តិចព្រោះថាកន្លែងនោះខ្ញុំមកអញ្ចឹងខ្ញុំថតពីលើវាខ្ពស់ពេកអញ្ចឹងហើយចង់បង្ហាញលោកយាយលោកតាអ៊ំធំពូមីងបងប្រុសបងស្រីទាំងអស់ហ្នឹងគឺបង្ហាញពីផ្ទៃទៀបខាងក្រោមម្ដងអញ្ចឹងនេះគឺខ្ញុំហោះទៀបទេបងប្អូនយាយតាទាំងអស់គ្នាបាទហាក់បីដូចជាយើងថតកាមេរ៉ាឬទូរស័ព្ទនៅផ្ទៃខាងក្រោមអញ្ចឹងកន្លែងនេះគឺថាលងព្រិលបងប្អូនអ្នកគ្នាឃើញទេបាទលងព្រិលហើយនៅមុខស្ពាននេះគឺមានកន្លែងរៀបសួនតូចមួយនេះដាក់ដើមឈើនេះអញ្ចឹងកន្លែងហ្នឹងតាមនៅហ្នឹងមកគឺត្រូវដាក់ផ្លាកអំពីកោះអំពីស្ពាននេះបាទតាំងថាអត់ទៅដាក់ផ្លាកមិនអីមិនអត់ដឹងដែរទេអញ្ចឹងខ្ញុំផ្ដិតទិដ្ឋភាពកន្លែងនេះបន្តិចបាទមានថោផ្កាធំហើយផ្កាពណ៌បៃតងយ៉ាងស្រស់ស្អាតតែម្ដង
ហើយផ្ទៃនៃមុខស្ពាននេះគឺបែបនេះឯងមាន phanh តាន់ម៉ូតូមួយបាទភាសាកូរ៉េណាអញ្ចឹងគឺជាគំនូសសឆ្លងកាត់ផ្លូវមួយនៅចំមុខហ្នឹងហើយផ្លូវមួយខ្សែមួយគឺរត់បុកចំជាមួយនឹងស្ពាននេះតែម្ដងអញ្ចឹងវីដេអូមួយនេះជឿជាក់ថាពុកម៉ែបងប្អូនយើងក៏ស្រឡាញ់ពេញចិត្តហើយកុំភ្លេចជួយ comment បាទជួយ share ម្នាក់មួយដើម្បីចែកវីដេអូនេះទៅដល់ពុកម៉ែបងប្អូនដទៃទៀតដែលគាត់ចង់ទស្សនាវីដេអូដែរប៉ុន្តែអត់ទាន់បាន alert ទៅគាត់អញ្ចឹងណាដោយសារតែគាត់អត់បាន subscribe អញ្ចឹងនៅពេលដែលគាត់បាន subscribe គឺវីដេអូហ្នឹងនឹង load ទៅមុនគេតែម្ដងបាទហ្នឹងគឺ YouTube រុញអញ្ចឹងខ្ញុំស្ដាយប្លង់កន្លែងនេះបង្ហាញបន្តិចទៀតហើយអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមដល់ចប់ជូនពរសំណាងល្អគោរពជំរាបលា